សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយើងមកបន្តភាគទី16និង17របស់យើងទីហើយមកនឹងចុះសេរីរបស់យើងសូមអ្នកទាំងអស់គ្នាជួយចុច like comment subscribe និងដាក់ share ឬក៏ដល់ខ្ញុំផងណាអញ្ចឹងក៏មកខិតពេលយើងចុះសេរីរបស់យើងទៅហើយពីចុងភាគមុនហ្នឹងដល់អ៊ីនស៊ុនហ្នឹងបាននិយាយទៅកាន់ទូស្រីថានាងបានផ្លាស់ប្ដូរហើយអ្នកនាងក៏ទូស្រីយើងដោយលើគាត់និយាយចឹងហើយនាងបានងាកមើលទៅកាន់គាត់យ៉ាងលឿននៅពេលដែលនាងកំពុងតែងាកសម្លឹងមើលទៅកាន់គាត់បានកើនៅលើប្រកាន់ដៃហើយសម្លឹងមើលទៅកាន់នាងយ៉ាងថ្លៃហាមទាំងសួរទៅកាន់នាងថាតើមានរឿងអ្វីកើតឡើងមែនអ្នកគ្រូគឺចង់ទៅលើទូប្រុសសួរអញ្ចឹងហើយនាងមានអារម្មណ៍ថាមិនសនុកចិត្តហើយបាននិយាយប្រាប់ទៅកាន់អ៊ីនស៊ុនខ្ញុំបានលើពីចចាវរាចម្លែកមួយអំពីលោកមានពីចចាវរាថាអតិថិជនរបស់លោកពីនាងបានស្លាប់នាងបាននិយាយអញ្ចឹងហើយនាងក៏បានងាកមើលទៅកាន់ទូប្រុសថាទូប្រុសនោះមានប្រតិកម្មបែបណាប៉ុន្តែទូប្រុសនៅតែរក្សាជំហររបស់គាត់បាននិយាយដោះសារថាពួកគេទាំងពីរបានធ្វើអត្តឃាតដោយសារតែខ្ញុំហើយនាងក៏បានស្ដាប់ការនិយាយរបស់គាត់ផងដែរម្នាក់គឺជាអ្នកបញ្ចេញព័ត៌មានអំពីអំពើពុករលួយក្នុងក្រុមហ៊ុនចំណែកម្នាក់ទៀតត្រូវបានចាប់ប្រកាន់ពីបទកឹបកេងប្រាក់ខ្ញុំបានចាញ់ក្តីទាំងពីរវាជាកំហុសរបស់ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ទេនិយាយឲ្យភ្នែកនឹងក៏ឌីមើលទៅកាន់អ្នកគ្រូគេចង់រហូតមកដល់ពេលនេះខ្ញុំនៅតែមានអារម្មណ៍ថាសោកស្ដាយការដឹងរឿងនេះធ្វើឲ្យនេះមានអារម្មណ៍ថាប្រសើរឡើងទេគ្រូគេចង់នៅលើគាត់និយាយប្រាប់ហេតុផលមិនកាន់នេះអញ្ចឹងហើយនេះមានអារម្មណ៍ថារីកខ្លួនមិនដឹងទេខ្ញុំគាត់បានបន្តនិយាយទៀតបើវាពិតជាធ្វើឲ្យនេះមានអារម្មណ៍ថាធូរស្រាលអញ្ចឹងនាងគួរតែត្រឡប់មកប្រព្រឹត្តចំពោះខ្ញុំដោយការពីមុនវិញអានេះនិយាយចំទៅមិនទទួលស្គាល់កំហុសខ្លួនឯងឲ្យសំខាន់ថែមទាំងមកក្រាស់សម្បើមទៀតហើយចំណែកតួស្រីវិញនេះឡើងឆ្ងល់ពីមុនមែនក៏បានមើលទៅកាន់គាត់ដល់ឃើញគាត់នឹងជួយដាក់ខ្សែក្រវ៉ាត់ឡាននឹងទៅកាន់នាងទៀតផងរបស់មេធាវីរបស់យើងនិយាយបណ្ដាក៏ជួយកើខ្សែក្រវ៉ាត់បណ្ដាតំណែងទំនួលដែលយើងធ្លាប់មាននាងជាអ្នកមករកខ្ញុំមុននិយាយមកខ្ញុំវិញងុំប៉ះសក់របស់កូនស្រីគេទៀតចូលលក្ខណៈថាបន្លំតែម្ដងហើយខ្ញុំនឹងជួយនាងហើយទៅមើលផ្អែមចឹងពីណាគេមិនឡងហ្នឹងណាហើយម្យ៉ាងទៀតពីណាគេជឿថាបងនឹងជាអ្នកសម្លាប់មនុស្សយើងបែរមកមើលស្ថានីយ៍ប៉ូលីសវិញមេងកំពុងតែភ្លៀងហើយគ្នារបស់លោកពូជីងយ៉ងនឹងឲ្យមានអ្នកដឹងថាគាត់នឹងឈ្មោះអីទេព្រោះអីគេបង្ហាញអូភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំងហើយលោកប្រធានរបស់លោកពូជីងយ៉ងនោះបាននិយាយថាខ្ញុំគិតថាថ្ងៃនេះនឹងធ្លាក់ប្រទៅហើយលោកពូជីងយ៉ងសឹមគេនោះបាននិយាយថាខ្ញុំបានប្រាប់ឲ្យថាវានឹងភ្លៀងមែនទេណែលោកពូប្រធាននោះក៏បាននិយាយផងដែរថានាងដូចជាសើអញ្ចឹងអ្វីដែលធ្ងន់ធ្ងរអារម្មណ៍ទទួលដឹងរបស់អ្នកមកស្រួយខ្លាំងណាស់លោកពូជីងយ៉ងក៏បានលាចាក់ចេញពីពួកគេដើម្បីទៅសឹមគេបន្តតទៅនឹងឃាតកម្មរបស់មីងយុនលោកប្រធាននោះក៏បានសួរឯងកំពុងតែចាក់ចេញតែឯងមិនចង់ចាំឲ្យមេភ្លៀងឈប់ទេអីហើយលោកពូជីងយ៉ងនោះក៏បានតបទៅខ្ញុំមិនអាចរងចាំបានទេហើយគ្នារបស់លោកពូជីងយ៉ងនោះក៏បានសួរលោកប្រធាននឹងដែរគាត់កំពុងតែចេញទៅសង្កេតករណីឃាតកម្មមែនទេករណីស្ត្រីអាយុខ្ទង់40ឆ្នាំនោះឬគាត់ពិតជាធ្វើការមិនចេះនៃហត់មែនបើគ្នាយើងណាចង់បានលោកពូជីងយ៉ងនេះអាចមករកគាត់បាននេះគាត់ជាមនុស្សឧស្សាហ៍ពីណាគេចាំបានគាត់ទៅប្តីអាចយកបានបន្ទាប់ពីនោះលោកពូយើងក៏បានបើមកដល់កន្លែងកាត់ហេតុហើយលោកពូសង្កេតយើងក៏បានចុះពីលើឡានហើយធ្វើទៅមុខឡើងហំហានតែម្ដងសម្បីតែស្ទាយស្កក្រមនឹងក៏មិនចោលដែរលោកពូសង្កេតនឹងក៏បានកាន់នៅសារឋានទៅនៅពេលដែលកើតឃាតកម្មមកពី17យកគាត់ក៏បានសម័យមុនពេលកាត់ហេតុហើយគាត់នឹងមិនបានបញ្ជាក់ថាទៅនោះគឺជាអូអ៊ីនស៊ុំនោះទេគាត់បានគិតថាជនដៃដល់បានខ្លែងខ្លួនជាអ្នកបើកបរជនដៃដល់បាននាំជនរងគ្រោះដែលសវឹងនឹងសម្លាប់ទៅកន្លែងស្ងាត់មួយបន្ទាប់ពីគាត់អង្គិនចឹងហើយក៏បានធ្វើត្រាបទៅនឹងជនដៃដល់ហើយអ្វីដែលគាត់បានធ្វើត្រាបតាមហ្នឹងគឺដូចទៅនឹងការពិភាក្សាមុនអញ្ចឹងយោងតាមលទ្ធផលធ្វើកសោវិច័យជនរងគ្រោះបានស្លាប់ដោយសាររាងកាយស្ថិតនៅក្នុងភីតសតពីបាត់បង់ឈាមយ៉ាងច្រើនដោយសារតែរបួសលើសរសៃឈាមធំនៅកហើយបន្ទាប់ពីនោះគាត់ក៏បានមកមើលកន្លែងមង្គលភ្លើដែរពោពេញទៅដោយឈាមនៅពេលដែលជនដៃដល់ធ្វើការសម្លាប់ទៅកាន់ជនរងគ្រោះហើយcôនឹងក៏បានសម័យពីសភាពរបស់មីងយុនបានដេកផ្អែកនៅលើមង្គលភ្លើយ៉ាងសាហាវខូខើតែម្ដងហើយក៏បានគិតថាមិនទាន់ទាំងដឹងមូលហេតុទេប៉ុន្តែសាសត្រូវបានរៀបចំឲ្យអង្គុយយ៉ាងមានរបៀបគាត់ថែមទាំងគិតថាអស់តាទាំងអស់ត្រូវបានលំបាត់យ៉ាងប្រុងប្រយ័ត្នមកមានសម្បីតែសរសៃសក់ឬកោសិកាស្បែកមួយបំណែកដែលមិនសុទ្ធទុកឡើយគាត់បានវិភាគសន្និដ្ឋានថាតើគេប្រើកណ្ដាស់ការសម្រាប់បិទយុទ្ធធូលីនិងសរសៃសឬក៏ប្រហែលជាប្រើកន្សែងសើជូតសម្អាតបន្ទាប់ពីនោះគាត់សម្លឹងមើលទៅកាន់ផ្លូវដែលគាត់នឹងសម័យឃើញថាអ៊ីនស៊ុំនឹងកំពុងតែដើរគាត់បាននិយាយឡើងពេលចាក់ចេញពីកន្លែងកាត់ហេតុហើយអាចកិច្ចផុសពីកាមេរ៉ាសុវត្ថិភាពទាំងអស់បានបន្ទាប់ពីនឹងគាត់ក៏បានដក3របស់គាត់ដែលគាត់នឹងបានថតសម្លេងរបស់អ៊ីនស៊ុំដែលបានសន្ទនាជាមួយគាត់តាំងពីពេលវេលាដែលគាត់នឹងបានទៅជួបទូប្រុសនៅក្នុងការិយាល័យហើយនៅក្នុងបេកនោះទូប្រុសយើងនឹងបាននិយាយថាអ្នកគ្រូគីចុងទៅតែត្រូវបានបណ្ដេញចេញពីការងារពួកគេបាននិយាយថានាងទទួលបានការអនុគ្រោះពីប៉ូលីសខ្ញុំបានគិតថាអ្នកសង្កេតនោះមើលទៅដូចជាធ្លាប់ស្គាល់មកមិនទេយ៉ាជាចុងក្រោយខ្ញុំទៅដឹងថានោះជាលោកសអញ្ចឹងមានន័យថានាងលែងមានហេតុផលទៅជួបគីចុងទៀតហើយមែនទេព្រោះយើងក៏បានតបទៅបាទប៉ុន្មានហើយយ៉ាងណាក៏ដោយខ្ញុំពិតជានឹងនាងខ្លាំងមែនទេហើយបន្ទាប់ពីពេលវេលានឹងមកគាត់ក៏បានមកជួបមិត្តភ័ក្តិដែលជាគ្នារបស់មីងយុនគាត់នឹងបានសួរទៅកាន់ពួកគេតើនេះជាសម្លេងរបស់អ្នកបើកបរដែលបានទទួលមីងយុននៅយប់នោះមែនទេរីសក់ខ្លីនឹងក៏បានតបតាអ្នកនឹងចង់និយាយថាអ្នកបើកឡាននោះគឺជាមេធាវីរបស់គី
ចុងមែនទេបន្ទាប់មកម្ដាយរបស់ស៊ូយើងក៏បានបដិសេធទេគាត់មិនបាននិយាយថាជាគាត់ទេគាត់គ្រាន់តែសួរថាតើយើងគិតយ៉ាងម៉េចប៉ុណ្ណោះគេក៏បានស្មៃបកក្រោយនិងប្រាប់ទៅកាន់លោកពូសង្កេតទៅយើងបានជួបគាត់តែមួយផ្លែប៉ុណ្ណោះខ្ញុំមិនសូវចាំច្បាស់ទេខ្ញុំគិតថាសំឡេងរបស់គាត់ធន់ជាងនេះហើយពួកគេក៏បានសួរទៅកាន់លោកពូសង្កេតទាំងឆ្ងល់ប៉ុន្តែហេតុអ្វីមេធាវីនោះត្រូវសម្លាប់មីងយុនឬក៏គាត់កំពុងតែស្រឡាញ់គីចុងឬក៏អីមែនទេពួកយើងបន្ទាប់ពីឮសំណួរអញ្ចឹងហើយធ្វើឲ្យគាត់គាំងខ្លាំងណាស់បន្ទាប់ពីគាត់សារសួរពួកគេហើយដឹងចម្លើយអញ្ចឹងគាត់ក៏បានលាទៅកាន់ពួកគេវិញទៅអរគុណដែលបានសហការជាមួយនឹងពួកយើងក៏បានមកឈរសញ្ជឹងកិនតែម្នាក់ឯងតើខ្ញុំកំពុងតែករណីខុសមែនហើយយើងមកមើលតួស្រីវិញមិនដឹងថានាងនឹងកំពុងតែកត់អ្វីនោះទេនៅពេលដែលនាងកំពុងតែកត់នឹងនាងក៏បាននឹកឃើញរឿងរ៉ាវដែលនាងនឹងបានជួបប្រទះជាមួយនឹងម្ដាយរបស់ CEO តែមើលទៅប្រហែលជានាងកំពុងតែគិតរឿងរ៉ាវអំពីម្ដាយរបស់ CEO តើហេតុអ្វីបានជានាងស្លាប់អញ្ចឹងតើនរណាគេជាអ្នកស្លាប់នាងហេតុអីមានយន្តចង់មនុស្សទាំងអស់នោះតើឃាតករមានគំនុំជាមួយនឹងនាងមែនទេឬក៏ប្រហែលជាគ្មានមូលហេតុអ្វីសោះហើយតើខ្ញុំគួរតែរីករាយដែលរឿងនេះចប់បែបនេះមែនទេតួស្រីនាងឥឡូវនេះមិនដឹងថាគិតអីទៅអីនោះទេគឺមានអារម្មណ៍ថាច្បុកច្បល់ហើយប៉ុន្តែនៅភ្លាមហ្នឹងក៏មាននរណាម្នាក់ទេមកកាន់នាងហើយអ្នកដែលទេមកកាន់នាងហ្នឹងគឺជាមិត្តភក្តិរបស់នាងគឺជីនយុនបេហេតុអ្វីបានជាឯងមកផ្ញើសារមកខ្ញុំឯងមិនមកជួបជុំមករួមថ្នាក់ទេមែនទេឯងត្រូវតែមកឲ្យជីដាច់ខានណាតួស្រីដោយឃើញសារមិត្តភក្តិរបស់នាងហ្នឹងបបួលនាងឲ្យទៅជួបជុំមករួមថ្នាក់បែបហ្នឹងនាងមានអារម្មណ៍ថាធុញទ្រាន់ខ្លាំងណាស់ខ្ញុំពិតជាមិនចង់ទៅនោះទេបន្ទាប់មកយើងក៏បានឃើញកន្លែង party មួយកន្លែងដែលមានមនុស្សនឹងអ៊ូអរច្រើនណាស់យើងក៏បានឃើញបរិមម្នាក់ហៅតកាននរណាម្នាក់ហេខានជួបគ្នាយូរហើយស្ទើរតែមើលមិនចង់ស្គាល់ឯងហើយទូស្រីក៏ថាម្នាក់នឹងហៅតកាននាងប៉ុន្តែមិនមែននោះទេក៏ប៉បរិមម្នាក់នោះបានហៅតកានបរិមម្នាក់ទៀតឯងសុខសប្បាយដែរទេទូស្រីដល់អញ្ចឹងទៅនាងក៏មានអារម្មណ៍ថារអ៊ីខ្លួនប៉ុន្តែពេលហ្នឹងមិត្តភក្តិរបស់នាងក៏បានហៅតកាននាងហេគីចុងគឺនៅទីនេះហើយអ្នកគ្រូគីចុងនាងក៏បានទៅអង្គុយនៅកន្លែងហ្នឹងបន្តមកនាងក៏បានផឹកស្រាជាច្រើនមិនដឹងថាផឹកអស់ប្រមាណកែនោះទេនងស្វឹងហើយសូតាកែទូទៅតែនេះឡើងធំប៉ុណ្ណាហើយនៅភ្លាមហ្នឹងមិត្តភក្តិរួមថ្នាក់របស់នាងម្នាក់ក៏បាននិយាយឡើងហេឯងមិនត្រូវផឹកច្រើនអញ្ចឹងទេគីចុងណៃឯជីងយងដល់ឃើញអញ្ចឹងនាងក៏បានសើចនាងក៏បានបញ្យល់ប្រាប់តកាន់ពួកគេជាការប៉ុណ្ណានាងអាចផឹកបានយ៉ាងណាមិញនាងបានរៀនផឹកមកពីអ្នកដែលពូកែបំផុតហើយយីពេលហ្នឹងគឺមកចង្រៃតែម្ដងនេះលក្ខណៈថានិយាយពលឹះច្រើនខ្លាំងមែនទែនតែក៏ប៉ុន្តែអ្នកគ្រូគីចុងនាងមិនពូកែផឹកអីនោះទេនាងផឹកហ្នឹងដោយសារតែចង់គូសនតកាន់មើលរួមថ្នាក់របស់នាងតែប៉ុណ្ណោះជីយងនាងនៅតែបន្តនិយាយដោយមិនຕົកមកតកែអ្នកគ្រូទេនាងជាមនុស្សគួរអាណិតមិនចាញ់ប្រាប់ខ្លួនក្នុងកម្មវិធីជម្លៀងទេចិត្តអាយុ30ឆ្នាំហើយតឹងតែមិនគួរជឿនារីសវ័យដែលអង្គុយចិត្តបរោះនោះក៏បាននិយាយជីងយងអនុជីកបបឆានែលមែនទេអូនេះជាអតីតសង្សារខ្ញុំតែងឲ្យគាត់គ្មានអ្វីពិសេសទេប៉ុន្តែមិនអីទេហើយនៅពេលហ្នឹងមាននរណាម្នាក់សួរតកែអ្នកគ្រូគេចង់នេះមានសង្សារហើយឬនៅនៅពេលហ្នឹងអ្នកគ្រូយើងរកឆ្លើយប៉ុន្តែជីងយងនោះបានកាត់សម្ដីរបស់នាងនិយាយកាត់កែលហោគេសួរអ្នកគ្រូសោះឯងនេះឆ្លើយជំនួសគេអូមិនមែនដូច្នោះទេនាងគ្រាន់តែធ្លាប់ណាត់ជួបមនុស្សចម្លែកម្នាក់ម្ដងការរីមហាវិទ្យាល័យប៉ុណ្ណឹងឯងតោះឆាប់ផឹកមួយជុំទៀតទៅអ្នកគ្រូយើងក៏មិនបានផឹកតអីនោះដែរនាងក៏បានងើបដើម្បីទៅបន្ទប់ទឹកពេលដែលនាងកំពុងតែស្ថិតនៅក្នុងបន្ទប់ទឹកនាងក៏បានឆ្លោះកញ្ចក់ខ្លួនឯងដោយនាងនឹងក៏បានសម័យពីរឿងអតីតកាលការនៅវិទ្យាល័យនៅពេលហ្នឹងជីងយងបានហៅតកាន់អ្នកគ្រូគេចង់គេចង់តែឯងកំពុងតែទៅណាហើយអ្នកគ្រូយើងក៏បានទៅអង្គុយជាមួយនឹងជីងយងនឹងឯងពេលឯងមិននៅខ្ញុំមកទៅដូចជាឯងហ្នឹងជាមនុស្សគ្មានមិនអញ្ចឹងហើយអ្នកគ្រូយើងក៏បានសុំទោសតកាន់គេយកនឹងក៏បានប្រាប់តកាន់អ្នកគ្រូយើងអញ្ចឹងហើយឆាប់ញ៉ាំឲ្យអស់ទៅខ្ញុំស្អប់ការរងចាំណាស់ហើយបន្ទាប់ពីពួកគេនឹងបានញ៉ាំរួចអស់ហើយពួកគេក៏បានដើរសម្ដៅទៅកាន់ឋានៈរបស់ពួកគេប៉ុន្តែនៅពេលហ្នឹងក៏មាននរណាម្នាក់បាននិយាយសួស្ដីទៅកាន់គីចុងតែមើលទៅបរិះហ្នឹងហាក់បីជាចាប់អារម្មណ៍ទៅកាន់អ្នកគ្រូយើងហើយអ្នកគ្រូយើងឃើញគេនិយាយសួស្ដីមកកាន់នាងអញ្ចឹងនាងឡើងអៀនតែហ្មងចំណែកឯជីងយងវិញឃើញអញ្ចឹងនាងមានអារម្មណ៍ថាចំណែកទៅកាន់អ្នកគ្រូគីចុងមនុស្សម្នាក់នេះហាក់បីជាឃើញគេល្អជាងខ្លួនមិនបានទេហើយនៅពេលវេលាបន្តនៅពេលដែលបរិះហ្នឹងកំពុងតែសម្រាប់ការហាត់កីឡាជីងយងហ្នឹងបានទៅរកគេដែលបន្តតែម្ដងយើងបានហៅទៅកាន់បរិះម្នាក់ហ្នឹងដោយនិយាយឡើងដោយមិនមានភ័យខ្មាស់អៀនទេខ្លួនជាស្រីសោះដោយនាងហ្នឹងបានសួរទៅកាន់បរិះហ្នឹងថាតើលោកហ្នឹងមានមិត្តស្រីអត់បន្ទាប់ពីពេលហ្នឹងយើងក៏មិនដឹងថាបរិះហ្នឹងឆ្លើយថាម៉េចដែរប៉ុន្តែសម្រាប់អ្នកគ្រូគីចុងវិញនាងខំឈររងចាំសារភាពទៅកាន់បរិះម្នាក់ហ្នឹងនៅមុខថ្នាក់របស់គេតែម្ដងនៅពេលដែលនាងកំពុងតែរងចាំដើម្បីសារភាពទៅកាន់គេនាងក៏បានចាប់អារម្មណ៍ថាណាម្នាក់បានដើរមកទាំងសាច់ខាងក្អែកហើយតែនោះគឺជាមកគូគេនេះឯងយកប្រហែលជាបរិះម្នាក់ហ្នឹងបានយកព្រមខ្លាចជាមិត្តប្រុសរបស់ជីងយងហើយជីងយងហ្នឹងនាងថែមទាំងឌឺទៅកាន់អ្នកគ្រូយើងទៀតអ្នកគ្រូយើងដល់ពេលឃើញអញ្ចឹងទៅគាត់ឡើងបាក់ទឹកចិត្តស្ដោត្មងព្រោះអីមនុស្សដែលគាត់ខំក្រាស់ហ្នឹងត្រូវបានអ្នកដតីទៅដាំយកបាត់ហើយអ្វីដែលសំខាន់មនុស្សម្នាក់នោះថែមទាំងជាមិត្តរបស់ខ្លួនឯងទៀតកាន់មកក្នុងថ្នាក់រៀនវិញនៅពេលដែលអ្នកគ្រូយើងកំពុងតែរៀនហ្នឹងយីប៉ែជីងយងហ្នឹងនៅមុខក្រាស់ទៀតមុខក្រាស់ជាងតែថែទៀតបាននិយាយទៅកាន់អ្នកគ្រូយើងគាត់និយាយទេប៉ុន្តែគូតវិញអង្គុយនៅលើសិភើគេកំពុងតែគាត់មេរៀនហេតានេះមិនជឿវាទេមែនទេចាស់នេះមិនខឹងទេមែនអត់ឬក៏ឯងហ្នឹងមិនប្រកាន់នឹងខ្ញុំទេតួស្រីយើងមិនបានមកអីមួយម៉ាត់ទេបានត្រឹមតែសម្លឹងមើលគេហ្នឹងអង្គុយនៅលើសិភើគេកំពុងតែរៀនយីពេលហ្នឹងនៅតែបន្តនិយាយជីហោហាហ្នឹងអ្នកគ្រូយើងគ្មានតបអីមកបៀកម្មបច្ចុប្បន្នវិញអ្នកគ្រូយើងគឺនៅតែដដែលផឹងលុកខ្សែតែម្ដងចំណែកឯងជីងយងវិញនាងចង់ជួបប្រៃនៅក្នុងបន្ទប់ទឹក
ប៉ុន្តែដោយសារអីនាងភ្លេចយកដេកេះមកនាងក៏បានចេញមកខាងក្រៅដើម្បីរកខ្ចីដេកេះនរណាម្នាក់ប៉ុន្តែចៃដន្យអីនាងបានលើសំឡេងនរណាម្នាក់កំពុងតែនិយាយដើមនាងដោយពួកគេទាំងពីរនឹងបាននិយាយថាជីញងនៅតែដូចដើមនាងចង់និយាយថារឿងដែលនាងតែងតែធ្វើបាបគីចុងមែនទេខ្ញុំក៏ឃើញដែរហើយជីញងនឹងនាងមានតណែមានតែឈប់ស្ដាប់គេនិយាយដើមនាងនឹងឯងពួកគេនៅតែបន្តនិយាយទៀតគីចុងនាងចិត្តល្អពេកហើយទៅចេះតែទ្រាំទៅខ្ញុំយកតែថាហេតុអីបានជាជីញងគាត់ថាគីចុងនឹងអន់ជាងនាងខ្ញុំចង់និយាយថានាងខ្លួនឯងនឹងចិត្ត40ឆ្នាំហើយថែមទាំងគ្មានការងារធ្វើទៀតម្នាក់ទៀតក៏បាននិយាយតបប៉ុន្មានអីហើយបរិយាកាសបរិយនឹងនៅតែបន្តនិយាយបើប្រកួតរវាងគីចុងនិងជីញងខ្ញុំនឹងរើសយកគីចុងដាច់ខាតហ្មងហើយពួកគេក៏បានសើចឲ្យដើរចាក់ចេញពីនឹងបាត់ទៅហើយចំណែកទឹកមុខរបស់ជីញងយើងក៏ដឹងហើយថានេះនឹងមានអារម្មណ៍បែបណាចរិតឈ្នានីកាវិទ្យាល័យរបស់នេះបានវិលត្រឡប់មកវិញហើយអានេះលក្ខណៈថាឃើញមិត្តរបស់ខ្លួនឯងនឹងល្អជាងខ្លួនអត់បានទេចំណែកឈ្នានីគេតែម្ដងមិនប្រភេទអញ្ចឹងយើងមិនចាំបាញ់រាប់អានជាមួយនឹងពួកគេទេយើងដើរចាក់ចេញពីពួកគេឲ្យឆ្ងាយទៅនៅបន្តវាមិនអាចនាំផលល្អមកកាន់យើងបានទេក៏ពីលើពួកគេនិយាយក្រពីនាងហើយនាងក៏បានចូលទៅខាងក្នុងវិញហើយដើរសំណើទៅរកគីចុងហើយនៅគ្រាហ្នឹងអ្នកគ្រូយើងក៏បានរកចាក់ចេញដើម្បីទៅផ្ទះផងដែរប៉ុន្តែនៅពេលហ្នឹងមករកពេលអាស្វាយហ្នឹងក៏បានសួរទៅកាន់អ្នកគ្រូយើងតើនាងពិតជាមិនអីទេមែនទេពេលដែលនាងហ្នឹងទៅម្នាក់ឯងហើយនៅពេលនេះអ្នកគ្រូយើងស្វឹងជោគជន់តែម្ដងហើយពេលហ្នឹងជីងយងហ្នឹងស្រាប់តែបើកការវិប្រហារទៅកាន់អ្នកគ្រូគីចុងដោយតែកំភ្លានទៅកាន់នាងដែលបណ្ដាលឲ្យមនុស្សគ្រប់គ្នាហ្នឹងបានសម្លឹងមើលទៅកាន់ពួកគេយ៉ាងលាន់សម្បីតែមិត្តភ័ក្តិរួមថ្នាក់របស់នាងក៏បានមានការភ្ញាក់ផ្អើលផងដែរតួស្រីយើងបន្ទាប់ពីត្រូវបានជីងយងហ្នឹងតែកំភ្លានមកកាន់នាងអញ្ចឹងនាងមានការខឹងទៅកាន់ជីងយងជាខ្លាំងហើយមិនឲ្យចាញ់ចិនតួស្រីយើងក៏បានតែកំភ្លានទៅកាន់ជីងយងវិញខ្លាំងអីតែអញខំអត់ទ្រាំតាំងពីយូរយារណាស់មកហើយយ៉ាងនិយាយថាការអត់ធ្មត់មានដែរកំណត់ណាដល់ពេលអញ្ចឹងទៅចេះខឹងដែរណែតួស្រីយើងបន្ទាប់ពីតែកំភ្លានទៅកាន់ជីងយងហើយនាងក៏បានសម្លក់ទៅកាន់ជីងយងយ៉ាងថ្លៃជីងយងនៅពេលដែលឃើញអ្នកគ្រូយើងហ្នឹងវាបកទៅកាន់នាងអញ្ចឹងនាងក៏បានខឹងខ្លាំងណាស់នាងក៏បានហត់ទៅផ្ទះកំភ្លានទៅកាន់អ្នកគ្រូគីចុងម្ដងទៀតដល់ចេះទៅកាន់អ្នកគ្រូទៀតថានាងស្រីចង្រៃយោអ្នកគ្រូយើងក៏បានវាយតបតទៅវិញដែរអញវាយវិញដោយអ្នកគ្រូយើងបានរុញបំបុកទៅកាន់ជីងយងដែលធ្វើឲ្យជីងយងនឹងបានដួលប៉ុន្តែជីងយងនឹងក៏បានខ្វាយមុខទៅកាន់អ្នកគ្រូយើងដែលបណ្ដាលឲ្យអ្នកគ្រូយើងមានស្នារបួសលោកដែលនៅទីនោះក៏បានប្រាប់ទៅកាន់ពួកគេឈប់ឆ្លោះគ្នាទៅអ្នកទាំងពីររីឯអ្នកគ្រូយើងក៏មិនបានវិបកវិញដែរប៉ុន្តែក៏បានក្បួយអើទៅកាន់ជីងយងដោយស្ដីទៅកាន់ឲ្យជីងយងថាហេងតែងតែបែបនេះចំណេញតែម្ដងវើយហេងគិតថាខ្ញុំមិនដឹងទេឬថាហេងតែងតែមើងងាយមកកាន់ខ្ញុំនេះបានគេនិយាយថាឃើញគេមិនមត់នឹងបានចិត្តបានដៃបានថ្លើមណាមកពីគេនឹងអត់ធ្មត់ជាមួយនឹងយើងទេហើយតួស្រីយើងនៅតែបន្តនិយាយទៀតហេងតែងតែអួតនឹងបង្អួតខ្លួននៅមុខមនុស្សគ្រប់គ្នាធ្វើដូចខ្លួនឯងនឹងអស្ចារ្យខ្លាំងណាស់អញ្ចឹងឆ្កល់មែនណាហើយពេញមួយពេលនេះហេងតែងតែចំអកមកលើខ្ញុំហើយយើងនឹងមិនខ្វល់ទេបើហេងទៅងាប់នៅក្នុងបន្លាយនោះណែជីញងវិញនាងឡើងស្ពឹកមកហើយនៅពេលដែលអ្នកគ្រូយើងថាឲ្យនាងអញ្ចឹងអូស្រីយើងបន្ទាប់ពីមិនចេញកំហឹងតែបំបីម៉ានរបស់នាងនៅខាងក្នុងចិត្តហើយនាងក៏បានបន្ធូរអារម្មណ៍របស់នាងវិញបន្តមកក៏បានងើបចាស់ចេញពីជីញងប៉ុន្តែជីញងនៅតែមិនអស់ចិត្តនាងនៅតែចង់វាប្រហារទៅកាន់អ្នកគ្រូគីចុងដោយនិយាយថាតើឯងនឹងក៏ថាឯងនឹងចង់តណាហ៎ឯងឆាប់ត្រឡប់មកវិញភ្លាមមកកុំហ៊ានដើរចេញទៅអីវើយអ្នកគ្រូយើងឲ្យដូនខែនិយាយទៅអញអត់ខ្វល់បន្ទាប់ពីនឹងមកអ្នកគ្រូយើងក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅកាន់ផ្ទះរបស់នាងវិញនៅអំឡុងពេលដែលនាងកំពុងតែធ្វើដំណើរហ្នឹងនាងក៏បានផ្អាកដោយសារតែនាងមានអារម្មណ៍ថាអស់សំណើចជាខ្លាំងនៅពេលដែលនាងធ្វើរឿងទាំងអស់នោះនៅពេលដែលនាងខំប្រឹងលាតាំងពីយូរយារណាស់មកហើយតាំងតែនៅរៀនវិទ្យាល័យមកម្ល៉េះអញ្ចឹងហើយនាងបានបញ្ចេញកំហឹងនឹងសងសឹងទៅកាន់ជីញងវិញអញ្ចឹងហើយវាមានអារម្មណ៍ថាធូរស្រឡះខ្លាំងមែនទែនហើយសម្រាប់ពេលឥឡូវនេះមិនចាំបាច់មានអារម្មណ៍ថាមានទុកកង្វល់អីនោះទេព្រោះអីនៅពេលនេះនាងបានដកបន្លាចេញពីដើមទ្រូងរបស់នាងរួចទៅហើយពេលនេះសីរឿងរបស់យើងក៏បានបញ្ចប់តែត្រឹមនេះរួចចាស់នៅភាគក្រោយណាហើយម្យ៉ាងវិញទៀតឲ្យមាន sorry ផងដែរសម្រាប់ពីសំឡេងអាសរោះតាមបំបានម៉ានអញ្ចឹងហើយមានសង្ឃឹមថាអ្នកទាំងអស់គ្នាអធិស្ឋាន